số mọi khi sao các bạn chỉ đó trang này cứ video mình mê đi mua cho mình chạy được mọi khi cái mê đi này cứ nắng cứ vậy dòng pi tên từ nắng với chụp bài bây giờ cái này trang ta đã còn bốn háo về đầy đủ hết tớ đã đủ tề trang một lọ này trang tên từ nắng mạng mạng để có thứ ca sắp lại của hai cái đồ chim mạng mạng khác cứ có toàn trong miền cấu trang hai con trong chưa được chụp bài bây giờ cái nào đã đủ hết cột đã không bốn một lọ này mà có chỉ chọn đừng ngày này thà là ngày đã khác còn hiện đại tế hay là khác tiết đã hai con bên bánh hại chẳng tờ trà là ngày chẳng ngày nóคือ được trình về mê điện nó đặc biệt ở dương can tới bắc can tới dốt hai dương ở ban sắc xa trà đặc biệt dương xong là trở thành dương cua từ báឬក៏អត់ណាចាអញ្ចឹងកងដាក់ក្នុងស្បូនបងប្អូនដឹងហើយដែលគូធ្លាប់បង្ហាញនៅវីដេអូមុននេះចារូបរាងវាគឺដូចអក្សរតេអញ្ចឹងណាចាដូចអក្សរតេអញ្ចឹងហើយវាមានខ្សែនៅខាងក្រោមចាហ្នឹងហើយថ្ងៃហ្នឹងបានដាក់មកចាអញ្ចឹងនៅពេលដែលយើងប្រើប្រាស់គឺវាអាចការពារបានរហូតដល់10ឆ្នាំណាចាហ្នឹងហើយអញ្ចឹងសួរថាតើពេលដែលយើងដាក់ទៅគឺវាអាចទៅដាក់ឬទេពេលយើងរំភេទចាចង់ដឹងបើចង់ដឹងកុំភ្លេចតាមដានរហូតដល់ចប់ទាំងអស់គ្នាណាចាអញ្ចឹងបើសិនជាយើងចង់ដាក់គឺយើងត្រូវតែដាក់នៅក្នុងកំឡុងពេលយើងមករដូវឬក៏យើងមករដូវហើយភ្លាមមិនទាន់នៅជាមួយឯកគូគឺយើងអាចទៅធ្វើការដាក់នៅគ្រប់មណ្ឌលសុខភាពក៏ដូចជាមន្ទីរពេទ្យបង្អែកឬក៏សេវាឯកជនណាមួយដែលមានសេវាដាក់កងហ្នឹងណាចាហ្នឹងហើយអញ្ចឹងយើងអាចដាក់បានឬមកមួយទៀតគឺយើងរំលោភហើយស្អាតគឺយើងអាចធ្វើការដាក់បានដែរណាចាហ្នឹងហើយនៅពេលដែលយើងដាក់គឺគ្រូពេទ្យនឹងធ្វើការពិនិត្យមើលមាត់ស្បូនរបស់យើងក៏ដូចជាពណ៌ប្រវែងស្បូនរបស់យើងចាហ្នឹងហើយគេដាក់ឧបករណ៍វាស់អញ្ចឹងអូនចាអញ្ចឹងបើសិនជាវាស់ទៅជម្រៅស្បូនរបស់យើងចាប់ពី6សង់ទីម៉ែត្រកន្លះឡើងអូខេទើបអាចធ្វើការដាក់បានតែបើរាក់ពេកក៏ដាក់អត់បានដែរព្រោះថារូបរាងអក្សរតេកងហ្នឹងគឺវាវៀងវែងចា6សង់ទីម៉ែត្រកន្លះឡើងទើបអាចដាក់បានបើយើងទៀបជាងហ្នឹងវាដាក់ទៅវាចង់និយាយថាវារាក់កងចេញមកក្រៅនេះចាចឹងដាក់អត់កើតទេព្រោះគេទៅដាក់គឺដាក់ដល់បាតស្បូនចាហ្នឹងហើយបើសិនជាស្បូនជាងរាក់ពេកដាក់ទឹកកងវាលៀនចេញមកក្រៅអញ្ចឹងហើយវាអត់មានប្រសិទ្ធភាពហើយវាអាចនឹងងាយដបោតអីចឹងទៅចាហ្នឹងហើយអញ្ចឹងដូចតែស្បូនយើងចាប់ពី6សង់ទីម៉ែត្រកន្លះទៅធ្វើការដាក់កងនឹងបានហើយនៅពេលដែលយើងដាក់កងនឹងហើយគឺសួរថាខ្សែកងហ្នឹងគឺយើងអាចស្ទាបប៉ះចាហើយសួរថាខ្សែកងនោះអាចទៅអត់ពេលយើងរួមភេទចាអ្នកគ្រូសូមបកស្រាយថាតើតើទៅនឹងខ្សែកងដែលយើងដាក់ហ្នឹងយើងដឹងហើយថាកងនោះគឺយើងដាក់បានរហូតដល់10ឆ្នាំអញ្ចឹងហើយខ្សែកងដែលពេលដែលយើងដាក់ដបងគឺវាអាចទៅនឹងពេលខ្លះក៏អាចអត់ទៅដែរហេតុអីអ្នកគ្រូបានពេលខ្លះទៅពេលខ្លះអត់ទៅចាអញ្ចឹងវាស្រ័យទៅលើសុខភាពស្ត្រីយើងម្នាក់ក៏ដូចជាគេហៅថាស្បូនរបស់យើងហ្នឹងម្នាក់ខុសគ្នាព្រោះថាស្បូនខ្លះនៅជ្រៅចាអញ្ចឹងអូខេពេលដែលយើងដាក់ហើយអាខ្សែហ្នឹងវានៅបាតក្រោមអញ្ចឹងហើយវាអត់ទៅទេចាអញ្ចឹងយើងរូបភេទទៅអត់ទៅទេចាមានអតិថិជនខ្លះទៀតគឺគាត់ដាក់ហើយគឺគាត់រូបភេទទៅហេតុអីបន្តអ្នកគ្រូដោយសារតែពេលខ្លះគឺគាត់មានបញ្ហាស្របស្បូនឬក៏ស្បូនរបស់គាត់រាក់ចាស្បូនគាត់នៅចិត្តណាវានៅរាក់នឹងចិត្តនៅទ្វារមាសចាអ្នកខ្លះគាត់ចិត្តពីកំណើតអីចឹងទៅគាត់ខ្លះគាត់មានបញ្ហាស្របអីចឹងទៅចាអញ្ចឹងអ្នកដែលគាត់មានបញ្ហាស្របហ្នឹងឬក៏អ្នកមានបញ្ហាស្បូននៅចិត្តទ្វារមាសហ្នឹងពេលដែលដាក់ហើយអាខ្សែកងហ្នឹងគឺវាអាចនឹងទៅពេលដែលយើងរូបភេទទៅវាទៅអង្គាចាវាទៅអាខ្សែកងហ្នឹងចាព្រោះថាខ្សែកងវាត្រូវការរយៈពេល10ឆ្នាំយើងប្រើរហូតដល់10ឆ្នាំអញ្ចឹងហើយវាមិនមែនទុនភ្លាមទេប៉ុន្តែវាអាចនឹងទុនបន្តិចម្ដងអញ្ចឹងបើសិនជាយើងដាក់ហើយយើងត្រូវតាំងចិត្តថាបើយើងចង់ប្រើប្រាស់មធ្យោបាយមួយហ្នឹងយើងត្រូវតាំងចិត្តថាយើងព្យាយាមប្រើអស់លទ្ធភាពយើងព្យាយាមបញ្យល់ដៃគូយើងអស់លទ្ធភាពយើងត្រូវសិក្សានិយាយគ្នាថាអាហ្នឹងដាក់ទៅអាចដបងវាអាចទៅតែយូរទៅវាលែងទៅហើយចានៅពេលដែលយើងប្រើប្រាស់យូរអញ្ចឹងនៅពេលដែលយើងដាក់កងហើយស្បូនហើយគឺគេឲ្យយើងតរូបភេទមួយអាទិត្យចាចាប់ពីមួយអាទិត្យឡើងទើបយើងអាចធ្វើការរួមភេទបានប៉ុន្តែសួរថាតាមអាទិត្យហ្នឹងយើងរួមភេទទៅអត់ចាចំពោះអ្នកដែលគាត់ស្បូននៅជ្រៅចាអត់ទៅទេចាអត់អីធម្មតាដូចយើងអត់ដាក់ហ្នឹងចាប៉ុន្តែអ្នកដែលមានបញ្ហាស្បូនស្រត់ឬក៏ស្បូនគាត់នៅចិត្តនឹងទ្វារមាសពេលដែលរួមភេទទៅគឺអាចនឹងទៅដែរចាអាចនឹងទៅដែរទៅតិចហើយការទៅនេះវានឹងចាប់ដើមថយបន្តិចម្ដងនៅពេលដែលខ្សែកងវាចាប់ដើមទុនបន្តិចម្ដងរហូតយូរទុនឡើងដូចខ្សែសក់ដែលយើងប៉ះទៅអត់ដឹងអត់មានអារម្មណ៍ថាទៅអីចឹងអូននេះចាហ្នឹងហើយអញ្ចឹងអ្នកគ្រូចង់បញ្ជាក់ថាវាអាចនឹងទៅបើសិនជាយើងមានបញ្ហាទាំងអស់ហ្នឹងអញ្ចឹងនៅពេលដែលយើងសម្រេចចិត្តថាយើងប្រើប្រាស់យើងគួរតែបញ្យល់ទៅដៃគូរបស់យើងហើយព្យាយាមថែទាំព្យាយាមប្រើប្រាស់ឲ្យអស់លទ្ធភាពមុននឹងធ្វើការដកចេញព្រោះថាមានអតិថិជនខ្លះមួយចំនួនគាត់អត់យល់នៅបញ្ហាហ្នឹងអញ្ចឹងហើយគាត់ទៅដាក់ហើយក៏គាត់ដកចេញអញ្ចឹងហើយធ្វើឲ្យស្ដាយទាំងថវិកាស្ដាយទាំងពេលវេលាដែលយើងទៅធ្វើការដាក់អញ្ចឹងហើយមុននឹងដាក់គឺយើងត្រូវតែសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់មុននឹងប្រើប្រាស់ដើម្បីយើងទទួលបាននៅគេហៅថាប្រសិទ្ធភាពខ្ពស់ក៏ដូចជាប្រើហើយមិនងាយដោះចេញព្រោះយើងដឹងហើយថាបើសិនជាយើងប្រើប្រាស់ប្រភេទមធ្យោបាយវាប្រភេទថ្នាំគ្រាប់បើយើងទិញថ្នាំលេបងមាន10ឆ្នាំគឺអស់លុយច្រើនណាស់ចាតែបើយើងដាក់កងដាក់តែម្ដងគឺ
បាន10ឆ្នាំតែម្ដងយើងអត់មានភ័យព្រួយក្នុងការទៅចាក់ថ្នាំលេបថ្នាំចាហ្នឹងហើយអីទេចាវាបាន10ឆ្នាំអញ្ចឹងវាចំណេញលុយយើងចំណេញថវិកាចំណេញពេលវេលាយើងគឺច្រើនមែនតើអញ្ចឹងបើយើងសម្រេចចិត្តប្រើហើយគួរតែសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ប្រយោជន៍ដែលគួរឲ្យបានច្បាស់លាស់មុននឹងប្រើប្រាស់ចាដូចអ្នកគ្រូនិយាយអញ្ចឹងបើករណីស្បូនយើងនៅជ្រឹកអូខេប្រើទៅគឺធម្មតាដូចយើងអត់ដាក់អញ្ចឹងតែបើស្បូនយើងមាននៅរះយើងមានបញ្ហាស្បូនរះឬក៏ស្បូននៅចិត្តមាត់ស្បូនយើងវានៅចិត្តទ្វារមាសឬក៏យើងមានបញ្ហាស្រុតស្បូនកម្រិត1អីចឹងទៅកម្រិត2អីចឹងទៅស្បូននោះវាកិលមកមុខហើយវាចិត្តដល់ទ្វារមាសដែរតែវាអត់ទាន់លៀនចេញទេចាអាហ្នឹងក៏យើងអាចទ្រុំពេទ្យទៅវាទៅតិចតួចដែរប៉ុន្តែអាកាត់ទៅហ្នឹងវានឹងចាប់ដើមថយបន្តិចម្ដងនៅពេលដែលយើងរួមភេទទៅអាមាត់ស្បូនហ្នឹងវាបញ្ចេញទឹកលំអិលចាដែលធ្វើឲ្យខ្សែកងវាចាប់ដើមទន់បន្តិចម្ដងចារហូតយូរទៅវាទន់ធម្មតាទៅអាហ្នឹងយើងលែងទៅហើយណាយើងលែងទៅហើយអញ្ចឹងហើយយើងកុំបារម្ភយើងអាចបញ្ចូលទៅដៃគូរបស់យើងឲ្យបានច្បាស់លាស់ហើយយើងនឹងព្យាយាមប្រើប្រាស់វាអស់លទ្ធភាពទៅចាព្រោះថាវាល្អវាធ្វើឲ្យរដូវយើងមកទៀងទាត់មកច្រើនទឹកលំអិលនៅមាត់ស្បូនរបស់យើងរៀនច្រើនជាងមុនទៅធ្វើឲ្យយើងអត់សូវមានបញ្ហាស្ងួតអីចឹងណាគ្នាចាហ្នឹងហើយអញ្ចឹងវាល្អចាហើយវាអត់សូវប៉ះពាល់ទៅដល់សុខភាពយើងទេដោយសារតែវាអត់មានជាតិអុកម៉ូនចាហ្នឹងហើយអញ្ចឹងវាអាចធ្វើឲ្យយើងឡើងគីឡូអត់អាចធ្វើឲ្យយើងឡើងមុនឡើងអីទេចាគឺល្អចាហ្នឹងហើយអញ្ចឹងបើយើងពេញចិត្តហើយយើងចង់សាកល្បងប្រើប្រាស់សូមឲ្យយើងសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តប្រើហើយបើចង់ប្រើអាចទៅធ្វើការទទួលសេវានៅគ្រប់មណ្ឌលសុខភាពឬក៏មន្ទីរពេទ្យបង្អែកឬក៏សេវាឯកជនណាមួយដែលនៅជិតលោកអ្នកចាហ្នឹងហើយបងប្អូនអញ្ចឹងមានអ្នកហ្នឹងគឺមានតម្រឹងទេហើយបើអ្នកនេះចង់ទទួលសេវាទៅនឹងការប្រឹក្សាទៅតាមបញ្ហាសុខភាពស្ត្រីឬក៏បញ្ហារំលោភបងប្អូនអាចទៅមកបានតាម Page មន្ទីរពេទ្យនេះក្តីស្រឡាញ់នឹងស្នាមនឹងស្ត្រីឬក៏តាម Telegram រូបផ្ទាល់0964222575ហើយបើសិនអ្នកចង់ទទួលបានមេរៀនទៅតាមបញ្ហាសុខភាពចាបងប្អូនអាចចូល follow page មន្ទីរពេទ្យនេះក្តីស្រឡាញ់នឹងស្នាមនឹងស្ត្រីចាឬក៏subscribe channel YouTube នៃគ្រូពេទ្យដេញពីដាវចាឬក៏ចូល follow page បន្ទប់ថែទាំស្ត្រីដេញពីដាវបានចាគឺមេរៀនគឺមានដូចគ្នាចាហ្នឹងហើយទទួលបាននៅចំណេះដឹងបានជាច្រើនអញ្ចឹងណាចាហ្នឹងហើយសូមអរគុណសូមជម្រាបលាបាយបាយ Love you ជំរាបលាបន្ត